ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចារីករាយស្វាគមន៍មកកាន់វីដេអូថ្មីរបស់នាងខ្ញុំដែលបង្ហាញអំពីប្រាសាទចាដែលនៅជុំវិញនឹងប្រាសាទបន្ទាយឆ្មាជូនបងប្អូនទស្សនាចាឥឡូវនេះយើងបានមកដល់ទីតាំងនៃប្រាសាទមួយទៀតហើយចាគឺប្រាសាទតាអឹមប្រាសាទតាអឹមនេះគឺនៅទល់មុខនឹងច្រកខាងកើតប្រាសាទបន្ទាយឆ្មាដែលស្ថិតនៅភូមិបន្ទាយឆ្មាកើតចាឃុំបន្ទាយឆ្មាស្រុកថ្មពួកខេត្តបន្ទាយមានជ័យប្រាសាទនេះដែរគឺនៅម្ដុំផ្ទះអ្នកភូមិដែលគាត់រស់នៅចាយើងចូលតាមច្រកទូចមួយនឹងឃើញប្រាសាទនៅក្រោយផ្ទះអ្នកភូមិហើយចាប្រាសាទនេះគឺរងការបាក់បែកអស់ច្រើនមែនទែនបងប្អូនចាលេងមើលឃើញពីរូបរាងរបស់ប្រាសាទហើយចាគឺសល់តែជញ្ជាំងបន្តិចបន្តួចតែប៉ុណ្ណោះចាប្រាសាទនេះដែរក៏សាងឡើងនៅចុងសតវត្សទី12ដើមសតវត្សទី13ចាក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី7ដើម្បីឧទ្ទិសដល់ព្រះពុទ្ធសាសនាមហាយានចាប្រាសាទនេះដែរក៏សាងសង់តាមរចនាបថបាយ័នដែរចាប្រាសាទតាអឹមនេះក៏ជាប្រាសាទដែលជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យជាច្រើនរបស់ព្រះបាទជ័យវរ្ម័នទី7ចាហើយប្រាសាទតាអឹមនេះដែរគឺជាមន្ទីរពេទ្យបែបវិទ្យាសាស្ត្រចាវីដេអូក្រោយនាងខ្ញុំនឹងបង្ហាញអំពីប្រាសាទយាយជូដែលជាប្រាសាទបែបជំនឿសាសនាចាបើតាមការសន្និដ្ឋានរបស់អ្នកស្រាវជ្រាវបានឲ្យដឹងថាប្រាសាទចំណុះប្រាសាទបន្ទាយឆ្មាទាំងអស់គឺសុទ្ធសឹងតែជាមន្ទីរពេទ្យសម័យព្រះបាទជ័យវរ្ម័នទី7នឹងមានរូបរាងដូចគ្នាតែម្ដងបងប្អូនចាប៉ុន្តែដោយសារតែប្រាសាទរងនឹងការបាក់បែកអស់ស្ទើរទាំងស្រុងហើយទើបយើងមិនអាចកត់សម្គាល់ពីរូបរាងរបស់ប្រាសាទបានទេចាប្រាសាទគឺសាងសង់អំពីថ្មភក់ចានិងមានលាយថ្មបាយក្រៀមធ្វើជាកំពែងព័ទ្ធជុំវិញចាហើយប្រាសាទតាអឹមនេះដែរក៏មានសភាពចាស្ងាត់ជ្រងំមិនមានបងប្អូនគាត់អញ្ជើញមកទស្សនាទេចាពិតជាគួរឲ្យស្រណោះនៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចាដែលបានខំសាងបន្សល់ទុកដល់កូនចៅជំនាន់ក្រោយចាអញ្ចឹងបងប្អូនកុំភ្លេចអញ្ជើញមកទស្សនាប្រាសាទតាអឹមនេះផងចាដើម្បីឲ្យបានចាដឹងនិងបានស្គាល់នៅស្នាដៃរបស់បុព្វបុរសខ្មែរយើងចាអរគុណច្រើនបងប្អូនវីដេអូនេះខ្ញុំក៏បានមកដល់ទីបញ្ចប់ដែរចាក៏សូមអរគុណសូមជម្រាបលា